ជាមួយនឹងវិធីសាស្ត្រអក្សរសិនប៉ុន្តែយើងគណនាប្រាក់ចំណេញអញ្ចឹងដើម្បីគណនាប្រាក់ចំណេញថ្លៃដើមទាក់ទងជាមួយនឹងការផលិតតាមវិធីសាស្ត្រអក្សរសិនណាដែលយើងហៅថាថ្លៃដើមសរុបនេះយើងធ្វើម៉េចឥឡូវដូចអ្នកគ្រូបង្ហាញនៅប្រាក់ធានអញ្ចឹងណាកន្លែងហ្នឹងណាទី1យើងរកអីឃើញអត់នេះទី1គឺទាំងអស់គ្នាត្រូវរក sale ឲ្យឃើញអីគេ sale ចំណូលពីការលក់ទៅអត់អញ្ចឹងដើម្បីយករកចំណូលពីការលក់អូនត្រូវយកចំនួនឯកតាដែលលក់បានគុណជាមួយតម្លៃលក់ក្នុងមួយឯកតាអញ្ចឹងយើងឃើញបានចំណូលរបស់យើងបន្តមកទៀតយើងយកមកដកជាមួយនឹងនេះលេខបានដកជាមួយនឹងខអកូនសូថ្លៃដើមតំណែងបញ្ចេញលក់ហើយអ្នកគ្រូបានបង្ហាញរូបមន្តនៅក្នុងនេះហើយដើម្បីរកថ្លៃដើមតំណែងបញ្ចេញលក់នេះ COGR នេះអ្នកគ្រូសេយើងយល់ទេដើម្បីរកថ្លៃដើមតំណែងបញ្ចេញលក់យើងយកពីកណ្ដេញបូកជាមួយនឹង COGM ហ្នឹងគឺថ្លៃដើមផលិតបន្តមកយើងដកជាមួយនឹង ending ថ្លៃដើមនៅចុងគ្រាតោះឥឡូវយើងរកមួយពីកណ្ដេញសមាតកម្មយើងប្រាប់ថាម៉ានពីកណ្ដេញ0អញ្ចឹងអ្នកគ្រូដាក់0ណាបន្តមកទៀតយើង add ជាមួយនឹង cost of goods manufacture cost of goods manufacture ហ្នឹងយើងហៅថាថ្លៃដើមអីគេថ្លៃដើមផលិតអញ្ចឹងដើម្បីរកថ្លៃដើមផលិតអូនត្រូវយកចំនួនឯកតាដែលអូនផលិតនេះគុណជាមួយថ្លៃដើមក្នុងមួយឯកតាអញ្ចឹងឃើញបាន72,000បន្តមកទៀត goods available for sale ថ្លៃដើមដែលមានសម្រាប់លក់យកអាពីកនេះបូកជាមួយផលិតអញ្ចឹងឃើញថ្លៃដើមដែលមានសម្រាប់លក់បាន72,000ណាកុំភ្លេចណាបូកបញ្ចូលគ្នាបន្ទាប់ពីបូកហើយរូបមន្តយើងយកម្លេះ ending inventory សន្ធិចុងគ្រាដើម្បីរក ending អូនត្រូវយកចំនួនឯកតាដែលសល់ចុងគ្រាទៅអត់គុណជាមួយថ្លៃដើមជាងគេសល់ចុងគ្រាហ្មងមកកម្ម1000ថ្លៃដើមយើងហ្មង12ជាងយើងគុណមកឃើញថ្លៃដើមដល់សល់ចុងគ្រាហ្មងម៉ាអូខេនេះឃើញ code available for sale យក72,000យកដែលមានសម្រាប់លក់ដកមួយ ending មកឃើញហ្មងសល់សំទោសបាន60,000អញ្ចឹងអាហ្នឹងគឺជាថ្លៃដើមបន្តមកទៀតយើងរក profit អីគេ profit ទាំងអស់នេះចំណេញដល់ដើម្បីរកចំណេញដល់អូនត្រូវយក sale ខាងលើមកដកជាមួយថ្លៃដើមអញ្ចឹង sale យើងហ្មង1000ថ្លៃដើមយើងហ្មងយើងដកមកឃើញប្រាក់ចំណេញដល់យើងហ្មង40យើងយកមកដកជាមួយ operating expense បានចែកពី2ចាំគឺមាន variable selling ហើយនិង fixed selling ដើម្បីរក variable selling បានតែចំណាយទៅលើការលក់ក្នុងឯកតាយើងចំណាយការលក់បាន3ហើយយើងលក់បានឯកតាមួយឆ្នាំនឹងស្នាប់ការ5អញ្ចឹងយើងគុណមកឃើញចំណាយការលក់បានអូខេ15,000 fixed selling បានមកកម្ម10,000អញ្ចឹង total fixed cost ចំណាយ fixed សរុបទាំងអស់បាន25,000ដើម្បីរកប្រាក់ចំណេញចុងក្រោយ net income យើងត្រូវយកចំណេញដល់ទៅអត់ចំណេញដល់បានដល់ជាមួយនឹងចំណាយប្រតិបត្តិការយើងបាន20,000ចឹងយើងឃើញចំណេញពិតបានទៅចំណេញពិតបាន15,000ចឹងប្រាក់ចំណេញពិតរបស់យើងគឺ15យល់ទេនៅកន្លែងហ្នឹងណាអូខេ